ជំរាបសួរថ្ងៃនេះយើងមកនិយាយគ្នាតាក់ទងមួយនឹងអនាម័យរបស់ស្បែកធ្លាក់អនាម័យរបស់វានិយាយទៅពិបាកអនាម័យបាក់ថែអាសាបើយើងមានហើយណាបើយើងវាមានអាស្បែកធ្លាក់នឹងហើយបាក់ថែអាសាអនាម័យវាលើសពីអ្នកធម្មតានឹង3-4 ដងអញ្ចឹងណាពោះវាត្រូវការលាងសម្អាតរាល់ថ្ងៃជួនកាលមានអាចត្រាំទឹកក្តៅទៀតដើម្បីកុំឲ្យវាហើមឈឺជាពិសេសស្ត្រីដែលមានផ្ទៃពោះស្ត្រីដែលមានផ្ទៃពោះភាគច្រើននៅក្នុងត្រីមាសទី2ឬក៏ដើមត្រីមាសទី3អាចហើមឈឺបើមានស្បែកធ្លាក់ជាធម្មតាបើសិនជាយើងដឹងថាយើងផងយកកូនគួរស្ត្រីដែលចង់យកកូនហ្នឹងបើសិនជាយើងមានស្បែកធ្លាក់ហ្នឹងយើងគួរយកព្យាបាលស្បែកនឹងចេញសិនទៅកុំឲ្យវាកំឡុងដែលយើងមានផ្ទៃពោះដល់ឈឺយើងបាក់ព្យាបាលតែវិធីការចងឬដងបាតរបៀបថ្មីក៏គេអាចចងស្បែកធ្លាក់នឹងបានដែរប៉ុន្តែគ្រាន់តែថាវាគ្រាន់តែយើងប្រើថ្នាំតិចតួចហើយម្យ៉ាងគេឲ្យយើងអង្គុយត្រាំទឹកក្តៅដូចអនាម័យធម្មតាចឹងដែរណាហើយមូលហេតុអីបានគេត្រូវព្យាបាលរបស់វាមកពិបាកអនាម័យហ្នឹងហើយវាងាយនឹងហើមឈឺហើយវាតាក់ទងជាមួយនឹងសុខភាពពេលខ្លះការជំរុញព្យាបាលមិនមែនខ្លួនឯងទៅចង់ព្យាបាលតែជួនកាលប្តីពយល់ឲ្យទៅព្យាបាលលើអ្នកខ្លះធ្លាក់វែងអញ្ចឹងទៅវាសុខភាពវាអត់ស្អាតអញ្ចឹងណាគេត្រូវការបានសុខភាពគ្រួសារគេត្រូវការសុខភាពអីចឹងអានឹងគេព្យាបាលវាទៅហើយជាពិសេសនៅក្នុងខែល្ងាណាពិបាកអនាម័យទឹកត្រជាក់ផងអីផងពិបាកខែល្ងានឹងងាយណាស់ជាពិសេស pruritus ដែលធ្វើឲ្យលមាស់ allergy អីលមាស់នៅក្បែររុនគូតហ្នឹងអាចធ្វើឲ្យស្បែកហ្នឹងហើមឈឺដែរហើមឈឺហ្នឹងឈឺខ្លាំងដោយសារភេទច្រើនអ្នកហ្នឹងគេភាសាយើងគេហៅសរសៃប្រសាទហ្នឹងវារត់ច្រើននៅលើអាស្បែកហ្នឹងហើយបើតាក់ទងមួយនឹងទៅខាងក្នុងដោយឬដងបាត់ខាងក្នុងអីវាអត់សូវឈឺទេហើយអានឹងហើមឈឺខ្លាំងសង្ឃថាពេលខ្លះបើសិនជាយើងមាន 2-3 គ្រាប់អីវាអាចពិបាកនឹងធ្វើដំណើរទៀតបាក់ដាវបាក់អីប៉ះកាហាយឈឺខ្លាំងតែម្ដងពិបាកថែអាសាណាស់បើយើងប៉ុន្តែមានអ្នកខ្លះមានស្ត្រីខ្លះគាត់អាចថែអាសារហូតដល់គាត់អាយុដល់50-60ហ្នឹងប្រកែថែអាសាឲ្យស្ងួតទៀតហើយបើយើងតាក់ទងជាមួយនឹងខ្លួនយើងនឹងផងមានញើសមានអីសើមផងហិតតែពិបាកធ្វើឲ្យហើមឈឺទៀតគ្រូពេទ្យពេទ្យច្រើនយើងឃើញវាហើមឈឺអាហ្នឹងយើងអាចហៅវាឬដងបាតក៏បានយើងហៅវាថា skin take ឬក៏អាស្បែកធ្លាក់ហ្នឹងក៏បានដូចគ្នាហ្នឹងពេលវាហើមឈឺណាយើងអាចហៅវាឬដងបាតអីក៏បានដែរព្រោះវាហ្នឹងវានៅ location ជាមួយគ្នាវានៅក្បែរគ្នាតម្រង់ជាមួយគ្នានៅក្បែរគ្នាហ្នឹងណាហើមឈឺហ្នឹងហើយវាដូចនឹងការហើមឈឺរបស់ឬដងបាតប្រភេទខាងក្រៅដែរគេហៅ thrombosis ហើមចេញមកដូចគ្នាបេះដាក់មកប៉ុន្តែស្បែកធ្លាក់វានៅស្បែកធ្លាក់ប៉ុន្តែក៏វាហើមឈឺគេអាចហៅអញ្ចឹងបានណាបាទប៉ុន្តែនិយាយទៅរួមសេចក្តីមកវិញបើស្ត្រីដែលចង់មានកូនគួរយកវាចេញទៅឲ្យអស់កង្វល់ទៅពេលយើងពោពុះពោអីចឹងទៅវាមិនមានបញ្ហាណាបាទហ្នឹងថែអាសារបស់វាប៉ុណ្ណឹងបើយើងអាចអង្គុយត្រាំទឹកក្តៅផងត្រាំទឹកក្តៅហ្នឹងគេមានថ្នាំគេសម្រាប់ដាក់លាយឬក៏ដាក់អំបិលបន្តិចបណ្ដៃយកទឹកឆ្អិនណាយើងអង្គុយត្រាំទៅមួយថ្ងៃម្ដង2 ដងចឹងទៅហើយណាគេទ្រាំពិបាកណាវាមិនងាយស្រួលណាបាទហ្នឹងថែអាសារបស់វាមានតែប៉ុណ្ណឹង